សៀវភៅកំពូលអ្នកមាសនៅទីក្រុងបាប៊ីឡូនបុរសដែលចង់បានមាសកិច្ចការទាំងឡាយបើយើងប្រឹងហើយប្រឹងទៀតឲ្យអស់ពីសមត្ថភាពយើងប្រាកដជាជោគជ័យ Spencer គឺជាជាងធ្វើរទេះសេះម្នាក់នៅទីក្រុងបាប៊ីឡូនកំពុងអង្គុយអស់សង្ឃឹមក្នុងជីវិតព្រឹកនេះគាត់អង្គុយតែម្នាក់ឯងនៅលើរបងផ្ទះភ្នែកសម្លឹងដោយទឹកមុខក្រៀមក្រំទៅផ្ទះកំសត់របស់ខ្លួននឹងរោងជាងដែលមានរទេះសេះមួយនៅមិនទាន់ធ្វើរួចនៅឡើយភរិយារបស់ Spencer ដើរចេញចូលផ្ទះតាមទ្វារមុខជាញឹកញាប់នាងតែងលួចសម្លឹងមកគាត់ជាសញ្ញាបង្ហាញថាអង្ករក្នុងក្រឡជិតអស់ហើយដូច្នេះគាត់ត្រូវខំប្រឹងធ្វើរទេះមួយនេះឲ្យឆាប់ចប់ដើម្បីបានរទេះសេះមួយ Spencer ត្រូវធ្វើកិច្ចការងារជាច្រើនដូចជាកាប់ចាំងដំប៉ូលាលាបថ្នាំនិងកិច្ចការផ្សេងទៀតមុននឹងអាចបញ្ជូនវាទៅឲ្យអតិថិជនបានទោះបីជា Spencer ត្រូវប្រញាប់ធ្វើរទេះសេះមួយនេះឲ្យបានឆាប់បុរសសាច់ដុំធំម្នាក់នេះប្រហែលជាអង្គុយធ្វើព្រងើយនៅលើរបងផ្ទះទៅវិញចិត្តរបស់គាត់កំពុងតែអណ្ដែតអណ្ដូងដោយសារបញ្ហាមួយដែលនៅមិនទាន់រកចម្លើយឃើញនៅឡើយចំណែកឯព្រះអាទិត្យវិញចេះតែរះខ្ពស់ឡើងដោយគ្មានបង្អង់ធ្វើឲ្យគ្រាប់ញើសតូចចាប់ផ្ដើមចេញមកលើថ្ងាសរបស់ Spencer ហើយក៏ហូរចោះចូលទៅក្នុងអាវរបស់គាត់ទៅមុខបន្តិចមិនឆ្ងាយប៉ុន្មានមានជញ្ជាំងមួយខ្ពស់ត្រដែតវាគឺជាជញ្ជាំងព្រះបរមរាជវាំងហើយនៅមិនឆ្ងាយពីវាំងនៅមានវិហារមួយលាបថ្នាំពណ៌ល្អឆើតឆាយគេហៅថាព្រះវិហារ Bell នៅក្រោមស្រមោលនៃសំណង់ដ៏ខ្ពង់ខ្ពស់ស្កឹមស្កៃទាំងនេះគឺផ្ទះដ៏កំសត់របស់គាត់និងផ្ទះតូចៗជាច្រើនទៀតដែលមើលទៅគ្មានផ្ទះមួយណាល្អជាងមួយណាឡើយនេះជាទិដ្ឋភាពនៅទីក្រុងបាប៊ីឡូនគឺចម្រុះគ្នារវាងសំណង់ស្កឹមស្កៃនិងសំណង់អនាធិបតេយ្យរវាងអ្នកមានកប់ពពកនិងអ្នកក្ររហែងរហាំដែលរស់នៅជាមួយគ្នានៅក្នុងជញ្ជាំងទីក្រុងដែលគ្មានបែងចែកជាខណ្ឌឬតំបន់ឡើយនៅខាងក្រោយខ្នងរបស់ Spencer មានសំឡេងរទេះសេះរបស់ពួកអភិជនកំពុងបរទៅវិញទៅមកទៅលើដងផ្លូវដែលខណ្ឌចែកដាច់ពីគ្នារវាងមនុស្សពីរក្រុមដែលនៅម្ខាងផ្លូវគឺក្រុមអ្នកលក់ដូរនិងនៅម្ខាងទៀតគឺក្រុមអ្នកសុំទានក៏នៅមានសំឡេងរបស់ទាសករយ៉ាងច្រើនកុះករកំពុងដើរជាជួរយ៉ាងវែងធ្វើការបម្រើព្រះរាជាដោយជញ្ជូនទឹកពីទន្លេទៅស្រោចសួនច្បារព្រះបរមរាជវាំងហើយសូម្បីតែអ្នកមានក៏ត្រូវតែបង្ខំឲ្យជៀសដើម្បីទុកផ្លូវឲ្យទេសករទាំងអស់នោះដើរដែរ Spencer ដែលកំពុងតែស្លុងក្នុងអារម្មណ៍របស់ខ្លួនមិនបានឮឬខ្វល់ខ្វាយនឹងសំឡេងកង់រំពងរបស់ទីក្រុងដ៏មមាញឹកនោះឡើយប៉ុន្តែមានសំឡេងយ៉ាងគ្រលួចដូចជាសំឡេងខ្សែពិណបុរាណមួយមកកន្ត្រាក់ស្មារតីរបស់គាត់ឲ្យភ្ញាក់ឡើង Spencer បែរខ្លួនឃើញមិត្តចាស់ឈ្មោះ Kobe ដែលជាតន្ត្រីករកំពុងឈរញញឹមដាក់គាត់សូមឲ្យទេវតាតាមជួយថែរក្សាឯងសម្លាញ់ Kobe និយាយដោយពាក្យគួរសមទ្រង់ប្រកាសជានាំមកនៅសំណាងល្អព្រោះទ្រង់មានទឹកព្រះទ័យមេត្តាករុណាដូច្នេះឯងមិនចាំបាច់ខំប្រឹងធ្វើការខ្លាំងពេកទេណែខ្ញុំមានលាភធំមួយមកចែកលាភនេះនឹងធ្វើឲ្យកាបូបរបស់ឯងឡើងផោងមិនខានពេលនោះឯងមិនចាំបាច់អស់កម្លាំងធ្វើការក្នុងរោងជាងទៀតទេឥឡូវឲ្យខ្ញុំខ្ចីប្រាក់ពីកាក់សាន់មកតែពីរទេខ្ញុំនឹងសងវិញបន្ទាប់ពីលេងតន្ត្រីនៅក្នុងពិធីបុណ្យរបស់ពួកកហបតីនៅយប់នេះឯងកុំខ្លាចអីនៅពេលសងខ្ញុំឲ្យថ្លៃការប្រាក់បន្ថែមលើប្រាក់របស់ឯងបើខ្ញុំមានប្រាក់ពីរកាក់ក្នុងកាបូបមែន Spencer និយាយក្នុងទឹកមុខស្ងួត
រឿងអីត្រូវឲ្យគេខ្ចីសូម្បីឯងក៏ខ្ញុំមិនឲ្យខ្ចីដែរគ្មានអ្នកណាល្ងង់ឲ្យប្រាក់ដែលខ្លួនមានឲ្យគេខ្ចីទាំងអស់ទេស្និទ្ធស្នាលយ៉ាងណាក៏ទៅមិនរួចដែរថាម៉េចកូប៊ីលន់មាត់ឯងអត់មានប្រាក់ក្នុងកាបូបសូម្បីតែមួយកាក់ចុះហេតុអីក៏អង្គុយធ្វើមើលតែរូបចម្លាក់មិនធ្វើការអីសោះអញ្ចឹងមិនក៏មិនធ្វើរទេះឲ្យឆាប់ហើយទៅក្រៅពីធ្វើរទេះឯងមានអីដើម្បីដោះដូរនឹងពួកអ្នកមានបាទឯងមិនធ្លាប់ធ្វើបែបនេះទេសម្លាញ់តើធម្មពលរបស់ឯងបាត់ទៅណាអស់ហើយស្អីគេដែលធ្វើឲ្យឯងពិបាកចិត្តយ៉ាងហ្នឹងទេវតាដាក់បណ្ដាសាឯងមែនទេប្រហែលជាទេវតាដាក់ទណ្ឌកម្មខ្ញុំហើយបែនសើរអ៊ូគឺស្រមើស្រមៃមិនចេះចប់ខ្ញុំស្រមៃចង់ខ្លាចជាមនុស្សមានន័យខ្លឹមសារនឹងគេម្នាក់ខ្ញុំស្រមៃថាមានប្រាក់ជាច្រើននៅក្នុងកាបូបដូច្នេះខ្ញុំអាចដាក់ទៀនខ្ញុំអាចទិញរបស់មានតម្លៃឲ្យប្រពន្ធនិងខ្លួនឯងពេលខ្ញុំមានប្រាក់ច្រើនខ្ញុំមិនបារម្ភនឹងការចាយវាយនិងមិនបារម្ភអំពីថ្ងៃអនាគតអារម្មណ៍នេះធ្វើឲ្យចិត្តរបស់ខ្ញុំរវើរវាយរហូតឯងក៏ដឹងស្រាប់ហើយថាខ្ញុំប្រឹងធ្វើការប៉ុណ្ណាហើយប្រពន្ធរបស់ខ្ញុំក៏អញ្ចឹងដែរកោនធ្វើការរហូតលែងខ្វល់នឹងមុខមាត់របស់ខ្លួនទៅហើយជក់ចិត្តមែនកូប៊ីនិយាយប៉ុន្តែអ្វីដែលធ្វើឲ្យឯងស្រមៃរហូតដល់ខ្លាចជារូបចម្លាក់អង្គុយឆ្កឹងលើរបងបែបនេះគឺឲ្យភ្ញាក់ឡើងពេលណាខ្ញុំនឹកឃើញតែកាបូបអត់ប្រាក់នឹងតែម្ដងវាធ្វើឲ្យអារម្មណ៍ច្របូកច្របល់រត់ពេញខួរក្បាលរបស់ខ្ញុំតោះជជែកគ្នារឿងនេះបន្តិចព្រោះយើងទាំងពីរនាក់មានបញ្ហាដូចគ្នាកាលនៅក្មេងយើងទៅរៀនអក្សរជាមួយគ្នានៅពេលធំពេញជំទង់យើងដើរលេងជាមួយគ្នានៅពេលចាស់ឡើងយើងនៅតែជាមិត្តសម្លាញ់គ្នាដដែលយើងស្រឡាញ់ការងារខ្លួនឯងនិងខំប្រឹងធ្វើការយ៉ាងច្រើនម៉ោងទៀតផងហើយពេលរកប្រាក់បាបគឺក៏ចាយវាយដោយសេរីថែមទៀតច្រើនឆ្នាំមកនេះយើងរកប្រាក់បានច្រើនដែរតែឥឡូវអត់សល់សោះអញ្ចឹងដើម្បីឲ្យសប្បាយចិត្តមានតែអង្គុយស្រមៃនិយាយទៅយើងនឹងងងជាងសត្វជៀមទៅទៀតមែនទេយើងរស់នៅក្នុងទីក្រុងដែលស៊ីវិល័យនិងសម្បូរសប្បាយជាងគេនៅលើលោកអ្នកដែលធ្វើដំណើរផ្លូវឆ្ងាយតែនិយាយថាគ្មានកន្លែងណាដែលសម្បូរសប្បាយដូចជាទីក្រុងបាប៊ីឡូននេះទេចំណែកយើងវិញអង្គុយតែសរសើរគេដែលមានទ្រព្យសម្បត្តិច្រើនតែខ្លួនឯងវិញគ្មានអីទេធ្វើការចិត្តពាក់កណ្ដាលជីវិតទៅហើយកាបូបនៅតែស្អាតដដែលហើយឥឡូវឯងមកនិយាយអាចឲ្យអញខ្ចីប្រាក់ពីកាក់សាន់និងសងវិញបន្ទាប់ពីបុណ្យយប់នេះអត់មានទេនិយាយស្មោះកាបូបគ្នាក៏ទៅទេដែរហេតុអ្វីបានជាអញ្ចឹងហេតុអីបានជាមិនអាចរកប្រាក់ឲ្យបានច្រើនជាងចំណាយលើអាហារនិងសម្លៀកបំពាក់បានគិតពីកូនរបស់យើងវិញបែនសើនិយាយតឯងអត់យល់ថាពួកគេកំពុងតែដើរតាមផ្លូវរបស់យើងទេអីពួកគេគ្រួសារព្រមទាំងចៅរបស់ពួកគេបានរស់នៅក្នុងក្រុងដែលជាឃ្លាំងមាសឃ្លាំងប្រាក់ទៅហើយតែបែរជាដូចយើងអញ្ចឹងមួយថ្ងៃស៊ីតែបបរនិងផឹកទឹកដោះពពែជូរប្លែកមែនតាំងពីបានស្គាល់ឯងមកខ្ញុំមិនដែលឮឯងនិយាយបែបនេះសោះបែនសើកូប៊ីនិយាយបែបឆ្ងល់ពីមុនខ្ញុំមិនដែលគិតបែបនេះទេតាំងពីព្រឹករហូតដល់យប់ខ្ញុំខំប្រឹងធ្វើរទេះសេះដោយផ្ចិតផ្ចង់បំផុតសង្ឃឹមថាថ្ងៃណាមួយទេវតាមើលឃើញសេចក្តីល្អនេះនឹងប្រទានពរឲ្យខ្ញុំក្លាយជាអ្នកមានម្នាក់នឹងគេប៉ុន្តែទេវតាមើលមិនឃើញទេហើយឥឡូវខ្ញុំយល់ថាគ្មានថ្ងៃណាដែលទេវតាជួយខ្ញុំឡើយដូច្នេះហើយទើបខ្ញុំខ្វល់ក្នុងចិត្តខ្ញុំតែងប្រាថ្នាចង់ក្លាយជាមនុស្សម្នាក់មានន័យខ្លឹមសារក្នុងជីវិតខ្ញុំចង់មានដីមានគោចង់មានសម្លៀកបំពាក់ល្អនិងចង់មានប្រាក់ច្រើននៅក្នុងកាបូបខ្ញុំមិនខ្លាចការងារទេខ
ខ្ញុំអាចធ្វើការងារដោយមិនខ្លាចនឿយហត់ធ្វើការឲ្យអស់ពីជំនាញដែលខ្ញុំមានធ្វើការឲ្យអស់ពីកម្លាំងបញ្ញានិងស្មារតីប៉ុន្តែសូមតែម្យ៉ាងសូមឲ្យផលទទួលបានស័ក្តិសមនឹងអ្វីដែលខ្ញុំលះបង់ប៉ុន្តែខ្ញុំឆ្ងល់ណាស់ហេតុអីបានជាបញ្ហាទាំងអស់នេះធ្លាក់មកលើយើងហើយលើខ្ញុំសួរឯងវិញម្ដងរបស់ល្អៗមានច្រើនហូរហៀរពាសពេញទីក្រុងចុះហេតុអីបានជាយើងគ្មានហើយមានតែអ្នកមានប្រាក់មានមាសតែប៉ុណ្ណោះដែលអាចទិញរបស់ទាំងអស់នោះបានធ្វើម៉េចខ្ញុំដឹងទៅកូប៊ីឆ្លើយខ្ញុំក៏មិនគ្រាន់បើជាងឯងប៉ុន្មានដែរប្រាក់ខ្ញុំរកបានពីការលេងពិណត្រូវចាយអស់មួយរំពេចខ្ញុំមានផែនការតែមួយគត់គឺត្រូវធ្វើយ៉ាងណាកុំឲ្យគ្រួសាររបស់ខ្ញុំដាច់បាយទៅបានហើយដូចឯងអញ្ចឹងខ្ញុំគ្មានចេះអ្វីក្រៅពីលេងពិណទេព្រោះនៅក្នុងខួរក្បាលរបស់ខ្ញុំមានតែសំឡេងពិណមានពិណមួយនេះខ្ញុំអាចដេញតន្ត្រីពីរោះបំផុតសូម្បីតែស្ដេចក៏មិនធ្លាប់បានស្ដាប់ដែរហើយអាចធ្វើរទេះសេះបានល្អគ្មាននរណាប្រៀបហើយក៏គ្មាននរណាម្នាក់នៅទីក្រុងបាប៊ីឡូនអាចធ្វើពិណល្អបែបនេះដែរពិណនេះមានសំឡេងពីរោះណាស់កុំថាឡើយស្ដេចសូម្បីតែទេវតាក៏សប្បាយចិត្តមកបានស្ដាប់សំឡេងរបស់វាប៉ុន្តែយើងទាំងពីរនាក់នៅតែក្រដូចជាទេសករស្ដេចដដែលឈប់ស្ដាប់សំឡេងកណ្ដឹងសិនកូប៊ីចង្អុលទៅហ្វូងទេសករកំពុងជញ្ជូនទឹកឡើងតាមផ្លូវតូចមួយពីមាត់ទន្លេពួកគេគ្មានអាវពាក់និងដើរជាក្រុម5នាក់ដៃខំប្រឹងកាន់ស្បែកពពែដែលមានទឹកពេញម្នាក់ដើរនៅខាងមុខគឺជាមេដឹកនាំគេកូប៊ីសំដៅលើអ្នកវាយកណ្ដឹងដែលកំពុងដើរនៅមុខអ្នកយួរទឹកមេដឹកនាំជាអ្នកលេចធ្លោជាងគេនៅក្នុងក្រុមហើយងាយសម្គាល់ណាស់មែនហើយមានទេសករខ្លះជាមនុស្សល្អ Benson និយាយពួកគេមើលទៅដូចជាមិនខុសអំពីយើងផងអ្នកមៀតខ្ពស់សក់ពណ៌មាសគឺមកពីតំបន់ភាគខាងជើងអ្នកដែលមានសម្បុរខ្មៅគឺមកពីភាគខាងត្បូងហើយអ្នកមានមាឌល្អិតសម្បុរសន្លៃបាយគឺមកពីតំបន់ក្បែរក្រុងពួកគេដើរជាជួរជញ្ជូនទឹកពីទន្លេទៅស្រោចសួនព្រះបរមរាជវាំងរាល់ថ្ងៃនិងរាល់ឆ្នាំមើលទៅពួកគេក៏មិនសប្បាយចិត្តដែរដេកលើចម្បាំងនិងស៊ីបបរជាអាហារគួរឲ្យអាណិតណាស់ដោយសត្វតិរិឆានអញ្ចឹងមែនទេកូប៊ីខ្ញុំក៏អាណិតពួកគេដែរប៉ុន្តែខ្ញុំយល់ថាការពិតទៅយើងក៏មិនគ្រាន់បើជាងពួកគេប៉ុន្មានទេទោះយើងមិនមែនជាទេសករក៏ដោយត្រូវហើយកូប៊ីយើងមិនអាចទ្រាំរស់នៅពីមួយឆ្នាំទៅមួយឆ្នាំដូចជាទេសករបែបនេះតទៅទៀតទេធ្វើការតែគ្មានសល់អីសោះអញ្ចឹងយើងគួរតែរកមើលនរណាគេអាចរកប្រាក់បានច្រើនបន្ទាប់មកយើងរៀនតាមគាត់ដែរទៅយ៉ាងម៉េចដែរកូប៊ីបញ្ចេញយោបល់មែនហើយប្រហែលមានអាថ៌កំបាំងណាមួយដែលយើងត្រូវរៀនដើម្បីឲ្យក្លាយជាអ្នកមានម្នាក់បានខ្ញុំយល់ថាយើងត្រូវរៀនពីមនុស្សដែលដឹងពីអាថ៌កំបាំងនេះ Benson និយាយបែបជឿជាក់ថ្ងៃមុនកូប៊ីនិយាយតខ្ញុំបានឃើញមិត្តចាស់ម្នាក់ឈ្មោះអាខេតកំពុងជិះលើរទេះមាសរបស់គាត់ខ្ញុំគិតថាប្រហែលជាគាត់ធ្វើមិនឃើញខ្ញុំទេតែផ្ទុយមកវិញគាត់បានលើកដៃគ្រវីបង្ហាញការគោរពនិងសេចក្តីរាប់អានដល់រូបខ្ញុំកូប៊ីគេហៅគាត់ថាជាកំពូលអ្នកមាននៅបាប៊ីឡូននេះ Benson និយាយបែបសញ្ជឹងគិតមានខ្លាំងណាស់សូម្បីតែព្រះរាជាក៏ត្រូវការឲ្យគាត់ជួយឧបត្ថម្ភដើម្បីចំណាយលើកិច្ចការក្នុងព្រះរាជវាំងដែរកូប៊ីនិយាយមានដល់ម្លឹងផង Benson និយាយកាត់បើសិនជាខ្ញុំជួបគាត់នៅកណ្ដាលយប់ស្ងាត់ខ្ញុំខ្លាចតែមិនអាចទប់ចិត្តខ្លួនឯងកុំឲ្យកញ្ឆក់យកកាបូបដ៏ធាត់ទ្រលុកទ្រលន់របស់គាត់បានទេមើលទៅល្ងងមែនកូប៊ីបន្ទោសទ្រព្យសម្បត្តិរបស់អ្នកមានមិនមែនទុកនៅក្នុងកាបូបដែលគាត់យួរតាមខ្លួននោះទេកាបូបធាត់យ៉ាងណាក៏ដោយ
ក៏គង់អស់ប្រាក់រលែងដែរប្រសិនបើគ្មានប្រាក់ហូរចូលជាប្រចាំទេនោះអាខេតមានចំណូលហូរចូលជាប្រចាំធ្វើឲ្យកាបូបរបស់គាត់ធំទៅទោះបីជាគាត់ចាយយ៉ាងណាក៏មិនអស់ដែរចំណូលនឹងហើយ Benzer ភ្ញាក់ផ្អើលខ្ញុំចង់បានចំណូលហូរចូលក្នុងកាបូបរបស់ខ្ញុំជាប្រចាំទោះបីជាខ្ញុំអង្គុយលេងឬដើរលេងនៅទីឆ្ងាយក៏ដោយអាខេតច្បាស់ជាដឹងអាថ៌កំបាំងដែលធ្វើឲ្យមនុស្សម្នាក់អាចមានចំណូលបែបហ្នឹងមិនខានគាត់ប្រាកដជាអាចធ្វើឲ្យមនុស្សដែលមានខួរក្បាលដើរយឺតដូចជាខ្ញុំភ្លឺស្វាងឡើងវិញអាខេតបានបង្រៀនចំណេះដឹងនេះទៅកូនរបស់គាត់ឈ្មោះ Nomazer កូប៊ីឆ្លើយតបខ្ញុំឮគេនិយាយថាគាត់បានបញ្ជូន Nomazer ទៅកាន់ទីក្រុង Nineveh ក្រោយមក Nomazer ក៏បានក្លាយជាអ្នកមានបំផុតម្នាក់នៅទីក្រុងនោះកូប៊ីឯងធ្វើឲ្យខ្ញុំនឹកឃើញគំនិតមួយពន្លឺនៃក្តីសង្ឃឹមថ្មីបានលេចចេញក្នុងកែវភ្នែករបស់ Benzer គ្រាន់តែសួរសុំយោបល់ពីមិត្តល្អម្នាក់វាគ្មានទៅអស់ស្អីទេហើយណាមួយអាខេតក៏ជាមនុស្សចិត្តទូលាយដែរឥឡូវខ្ញុំយល់ហើយថាទោះបីជាកាបូបយើងទទេស្អាតដោយសម្បុកសត្វក៏ដោយក៏មិនអីដែរកុំចាត់ទុកថាវាគឺជាឧបសគ្គរបស់យើងទៀតអីយើងឆ្អែតនឹងជីវិតដែលរស់នៅលើចម្ការមាសចម្ការប្រាក់ទៅហើយតែកាបូបបែរជាទទេស្អាតយើងគួរតែតាំងចិត្តចង់ក្លាយជាមនុស្សដែលមានន័យខ្លឹមសារក្នុងជីវិតដូចគេតោះយើងទៅរកអាខេតនិងសួរគាត់តើយើងគួរធ្វើយ៉ាងម៉េចដើម្បីបង្កើតចំណូលបាន Benzer ឯងនិយាយបែបនេះធ្វើឲ្យខ្ញុំមានកម្លាំងចិត្តណាស់សម្ដីរបស់ឯងដូចជាដាស់ខ្ញុំឲ្យភ្ញាក់ពីដេកអញ្ចឹងឯងធ្វើឲ្យខ្ញុំដឹងពីមូលហេតុដែលធ្វើឲ្យយើងក្រគ្មានទ្រព្យសម្បត្តិច្រើនដូចគេខ្ញុំមិនដែលបានគិតអំពីបញ្ហានេះសោះពីមុនមកឯងព្យាយាមធ្វើរទេះសេះដោយស្មោះត្រង់យូរមកហើយព្រោះតែចង់ការពារចិត្តទៀងទាត់ឯងខំប្រឹងធ្វើដោយផ្ចិតផ្ចង់បំផុតដូច្នេះទើបឯងអាចធ្វើរទេះល្អបំផុតនៅបាប៊ីឡូនហើយជំនាញធ្វើរទេះនឹងធ្វើឲ្យឯងជោគជ័យចំណែកខ្ញុំស្រឡាញ់ខាងតន្ត្រីនិងចង់ក្លាយជាអ្នកលេងពិណយ៉ាងជំនាញម្នាក់ហើយការព្យាយាមរបស់ខ្ញុំនឹងធ្វើឲ្យខ្ញុំជោគជ័យដែរកិច្ចការងារទាំងឡាយបើយើងប្រឹងហើយប្រឹងទៀតឲ្យអស់ពីសមត្ថភាពយើងប្រកាសជាជោគជ័យទេវតាច្បាស់ជាពេញចិត្តនឹងការព្យាយាមរបស់យើងទីបញ្ចប់យើងបានរកឃើញពន្លឺហើយគឺពន្លឺដែលធ្វើឲ្យយើងភ្លឺភ្នែកដោយព្រះច័ន្ទដែលកំពុងរះអញ្ចឹងខ្ញុំយល់ថាបើយើងចេះកាន់តែច្រើនយើងកាន់តែមានឥឡូវយើងត្រូវរកវិធីល្អណាមួយដែលខុសពីវិធីដែលយើងប្រើរាល់ថ្ងៃដើម្បីទទួលបានជោគជ័យតោះយើងទៅរកអាខេតថ្ងៃនេះតែម្ដង Benzer ទទូចហើយយើងគួរនាំមិត្តភក្តិដែលមានជីវភាពលំបាកដូចគ្នាទៅជួបអាខេតដើម្បីទទួលបានការណែនាំពីគាត់ទាំងអស់គ្នាឯងចេះគិតគូរពីមិត្តភក្តិមែន Benzer ដូច្នេះនាំមិត្តភក្តិរបស់ឯងឲ្យច្រើនមកហើយទៅជួបអាខេតនៅថ្ងៃនេះតែម្ដងចេះកាន់តែច្រើនយើងកាន់តែមាន